កូរ៉េខាងជើងបញ្ចេញសាច់ដុំបាញ់តែមីស៊ីលគ្រូសនិងមីស៊ីលប្រឆាំងនាវាចេញពីនាវាចម្បាំងទីក្រុងព្យុងយ៉ាងទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារទី14ខែមេសាថាកូរ៉េខាងជើងបានអនុវត្តការធ្វើតេស្តបាញ់មីស៊ីលគ្រូសនិងមីស៊ីលប្រឆាំងនាវាកាលពីចុងសប្តាហ៍កន្លងទៅក្នុងគោលបំណងវាស់វែងសមត្ថភាពប្រតិបត្តិការរបស់នាវាចម្បាំងប្រភេទ Destroyer ថ្នាក់ឈោះយន្តក្នុងការធ្វើតេស្តនេះមីស៊ីលគ្រូសជាយុទ្ធសាស្ត្រចំនួន2គ្រាប់និងមីស៊ីលប្រឆាំងនាវាចំនួន3គ្រាប់ត្រូវបានបាញ់ក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំកំពូលលោកគីមចុងអ៊ុនរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់និងមេបញ្ជាការកងទ័ពជើងទឹក KCNA បញ្ជាក់ថាមីស៊ីលគ្រូសបានហោះប្រហែល 7,900 វិនាទីខណៈមីស៊ីលប្រឆាំងនាវាបានហោះប្រហែល 1,970 វិនាទីមុនចំគោលដៅយ៉ាងត្រឹមត្រូវនៅលើផ្ទៃទឹកភាគខាងលិចប្រទេសជាមួយគ្នានេះលោកគីមចុងអ៊ុនបានលើកឡើងថាការពង្រឹងសមត្ថភាពទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរគឺជាអាទិភាពសំខាន់បំផុតហើយបានអំពាវនាវឲ្យបន្តអភិវឌ្ឍសមត្ថភាពវាយប្រហារយុទ្ធសាស្ត្រនិងតាក់ទិកព្រមទាំងបង្កើនការត្រៀមខ្លួនឆ្លើយតបឲ្យបានរហ័សគួររំលឹកថាកូរ៉េខាងជើងបានធ្វើតេស្តអាវុធនៅលើនាវាចម្បាំងថ្នាក់ឈោះយន្តទម្ងន់ប្រមាណ 5,000 តោនកាលពីខែមេសាឆ្នាំ 2025 បន្ទាប់មកនៅខែមិថុនាឆ្នាំដដែលលោកគីមបានប្រកាសផែនការសាងសង់នាវា Destroyer បន្ថែម2គ្រឿងក្នុងឆ្នាំ 2026 និងមានគោលដៅដាក់ឲ្យប្រើប្រាស់នាវាចម្បាំងប្រភេទដូចគ្នាឬកម្រិតទំនើបជាងនេះចំនួន2គ្រឿងក្នុងមួយឆ្នាំ។